ចាសួស្តីទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមានធ្វើមីឆាថៃខកំប៉ុងអញ្ចឹងគ្រឿងផ្សំវាមានមិនច្រើនទេមានដូចជាថៃខកំប៉ុងមីចាប្រភេទអីក៏បានស្រេចយើងចូលចិត្តខ្ទឹមក្រហមខ្ទឹមសខាពេញប៉ោះខាត់ណាខៀវស្លឹកខ្ទឹមម្ទេសបន្តិចប៊ីចេងស្ករសនិងម្សៅស៊ុបវិធីធ្វើរបស់យើងអត់មានអីពិបាកគឺយើងសុះមីហើយនឹងខាត់ណាឲ្យហើយទៅហើយបន្ទាប់មកយើងលីងខ្ទឹមហើយនឹងខ្ទឹមក្រហមជាមួយនឹងប៉េងប៉ោះដាក់វាឲ្យឈ្ងុយបន្ទាប់មកទៀតបានយើងចាក់ថៃខចូលឆាមកត្រឡប់ពីត្រឡប់យើងក៏អាចថែមគ្រឿងបានដែលមានប៊ីចេងស្ករសហើយនឹងម្សៅស៊ុបដាក់មកល្មមទៅជាតិដែលយើងចង់បានមកហើយយើងឆាត្រឡប់ពេញប៉ោះហ្នឹងឲ្យរៀងទន់ទៅបន្ទាប់មកទៀតបានយើងចាប់ផ្ដើមថែមមីចូលជាមួយនឹងការកាត់ណាឆាត្រឡប់ឲ្យវាដាច់ទឹកទៅរួចរាល់ហើយសម្រាប់ម្ទេសបើអ្នកញ៉ាំគាត់ចូលចិត្តញ៉ាំម្ទេសហឹរក៏ដាក់ច្រើនបើអត់ចូលចិត្តហឹរទេក៏ដាក់តិចឬក៏អត់ដាក់ក៏បានដែរហើយស្លឹកខ្ទឹមយើងហាន់ខ្លីៗដាក់បញ្ចូលមកវាគ្រាន់តែដាក់ឲ្យឈ្ងុយអញ្ចឹងអរគុណសម្រាប់ការមើលវីដេអូរបស់ខ្ញុំណាបាយបាយÔi, lại